លោកគ្រូសូមស្វាគមន៍មកកាន់ខ្សែវីដេអូទី22របស់សៀវភៅ Headway Pre-Intermediate Unit 5 នេះជាអត្ថបទបន្តរបស់អ្នករំរបស់បាលីឈ្មោះជាចឹងសូមតាមបានលោកគ្រូដែលកុំឲ្យខាតពេលលោកគ្រូកុំចង់និយាយច្រើននិយាយយូរអូខេ He was shy at first. He was shy at first. Yes. វឹបទូពីកាលណាមាននៅក្នុងប្រយោគយើងទៅដេកទៅលើកតា5ណាដែលលោកគ្រូធ្លាប់បានបញ្យល់នៅមុខគុណនាមមកសាយយើងអត់ចេះទៅបើបញ្ចាំនៅក្រោមលើទៅមើលពីបែបណាគុណនាមបើគុណនាមវើមិនបងវាគ្រាន់តែបង្ហាញជា verb ដើរតួជា verb នៅក្នុងប្រយោគហើយនឹងពេលវេលាឲ្យយើងកាលនោះគាត់អៀនណាកាលពីដំបូងហ្នឹងណា at first កាលពីដំបូងគាត់អៀនណា but Russ like the way he learned ក៏ប៉ុន្តែ Russ នេះRuss នេះគឺឈ្មោះមួយដែលយើងជួបប្រទះថាគាត់ចាប់ផ្ដើមអនបានបាលីឲ្យគេឆ្ងល់ណាអស្ចារ្យប៉ុន្តែ Russ គាត់បានចូលចិត្តនៅវិធីណានៅមធ្យោបាយក៏បានដែរចូលចិត្តវិធីឬក៏មធ្យោបាយដែលគាត់បានរៀន learn in T បានន័យថា learn ប្រែមកថាបានរៀន participle បានរៀនយ៉ាង so quickly យ៉ាងឆាប់រហ័សហើយក៏បានដំណើរការក៏បានដែលព្រោះធ្វើការក៏បានធ្វើការយ៉ាងប្រឹងប្រែងដោយប្រឹងប្រែងណាស់ដោយប្រឹងប្រែងណាស់ហាត់ហ្នឹងបានឲ្យប្រឹងប្រែងមិនប្រើពាក្យបបាក់ទេនៅក្នុងនេះមិនមានន័យថាបបាក់ទេបាននេះយើងធ្វើការប្រឹងប្រែងពាក្យថាបបាក់ហ្នឹងយើងចេះតែនាំវាប្រើតាមពិតពាក្យហ្នឹងយើងមិនគួរបើប្រើហ្នឹងគាត់ធ្វើការប្រឹងណាយើងគួរតែចេះនិយាយពាក្យវិញតែយើងចូលចិត្តនិយាយគាត់ធ្វើការបបាក់ណាអូខេបានន័យថាពាក្យបបាក់ហ្នឹងគឺប្រឹងប្រែងហ្នឹងណាវាពាក្យបបាក់ He even started teaching គាត់ក៏ថែមទាំងណាថែមទាំងបានចាប់ដើមបង្រៀន teaching start កាលណានិយាយពាក្យ start verb ទី2ត្រូវតែ ing ណាអានេះគូសាវយល់ដែរគាត់បង្រៀន children គាត់បង្រៀនក្មេងៗដែល just a few years ដែលទៅតែមានអាយុ2-3ឆ្នាំទេ a few years បានតែ2ឬ3ណា2ឬ3អាយុ2ឬ3ឆ្នាំណាដែលក្មេងជាងណាដែលក្មេងជាងខ្លួនគាត់ទៅទៀតណាដែលក្មេងជាងខ្លួនគាត់ទៀតyounger than himself that was 3 years ago ណាដែលកាលនោះគាត់ហ្នឹងគឺអាយុno បានតែដែលនៅពេលនោះគឺ3ឆ្នាំកន្លងទៅ and now ហើយបច្ចុប្បន្ននេះហើយឥឡូវនេះ Jill is moving to London Jill is moving to London បានតែ Jill គាត់កំពុងតែផ្លាស់ប្ដូរទីលំនៅ is បូកនឹង in កំពុងតែផ្លាស់ប្ដូរទៅទីលំនៅទៅកាន់ទីក្រុង London អូខេអាហ្នឹងគឺវាគេថាអ្នកមានអាជីពដែលមានទេពកោសល្យប្រទេសគេអភិវឌ្ឍគេយកទៅមនុស្សដែលមានទេពកោសល្យមានអាជីពទៅធ្វើការគេមិនមកអាក្បាលកពុកយកដែរនៅប្រទេសគេអញ្ចឹងណាប្រទេសគេអភិវឌ្ឍប្រទេសអាមេរិកអីចង់ទៅនៅបានមិនថាបានប៉ុន្តែនៅទៅទៅមានសេវាបង់ថ្លៃធ្វើសេវាកម្មធ្វើអីផ្សេងណារាប់ម៉ឺនដុល្លារយ៉ាងអត់ទេនៅស្រុកខ្មែរទៅកុំចង់ទៅណានៅណាក៏ចឹងដូចគ្នាដែរអូខេ
Jesse là chỉ có này gì thà his dream bạn đi ta cách đây rồi mày rồi bọc con cậu bán đây sự bình rồi bọc con cậu bán quay sự bình đi là dùng máy rồi cái tiếng tiếp sòng máy cái cần gì ca sòng máy thì không tê đầy dưới chia một nút đá cậu phong tên nơi kể ta cậu phong tên nơi rộng kịch cậu một té đó sự bình bạn đi ta phê đi chuyện kỳ dụ tới rộng chết tới nó là sự bình. Yeah, bạn đi ta có này gì thà cái đây sự bình rồi bọc con is to become. Yeah. Is to become mà đây là cứ đó rồi cứ rồi có is to become bạn đây là cứ precline đấy precline a principal dancer precline vì nè rong rồi băm đam miền chỉ cố nè rong rồi băm chỉ cố principal nó phải chỉ cố đấy cái thà sập khánh đấy school rồi có sập khánh principal dancer nè rong rồi bám chia cố đấy rồi gai tên nè rong rồi bám chia chip có vô có tới đây mẹ nằm tới đây but có vấn đề he also like okay nơi cái này ní là cụ sông cái rùng lịch tích rồi cụ đã sợ hóm bên đây thằng chết con vì sao ông lý dương là xa chuông apostrophe đi á hay apostrophe đi đó là cụ sông bọn hang prap thả miên pê khla vì màu chia hat bọn tay xu ra tá đâm về đâm về ta hat rồi về xảy nó dương trời mơ biển nơi bọn to bị bìa biển thấm tìm mối thì pi nó chắc nhưng bởi thấm tìm mối thì pi như vậy nơi bọn to bị bìa nhớ mà sân trên đây bọn to bị bìa ở thế họ là cụ but he also môi giàu đấy là cụ sống but also môi giàu miền này ta he the like nó miền này ta would like tí mùi nắng đó bà sinh gì cũng but also cháu đó thì cũng bật xanh thì cũng bợp được vô xanh he the like dương an chân máu dương cùng vậy also rồi số nó bài dễ cùng vậy việc bật chào dân bà đây ta like ở miền này phải pro like to ở miền này phải pro bà đây thả nâng would vậy lấy dân would có bàn tay bảo sân chìa he hai đợi nè đấy he hai đợi nè mau bị like rồi có bị FC nữa đấy bàn tay vì miền Thái bị đi cái rồi thay từ kỳ dặm công ty 7 anh ấy tới chỉ hat anh ấy perfect past perfect để hạ nó ba đây chỉ hat này ba này perfect bàn tay là cú sông bằng toàn phải vô bị perfect rồi bộ past perfect ở lại cái của anh chưa đấy của mình chưa một cái bảo này của còn là đăng ra khơi môi bằng hai môi đam mê ở dương nghi hình và chân đây cái lại ní là cụ sông bằng tỏ đấy cốt cỏ đấy cỏ nè cỏ hát đai thì kiểu đấy còn tay dần toàn bọt đai cốt cỏ trôi chết đấy cốt cỏ trôi chết to run a dance studio đấy in Nairobi đấy cốt cỏ trôi chết rứa còn anh mình bạn miền đây trôi chết đây bây giờ vậy để trăng tự chia là cụ trôi chết được bởi vì trôi chết này bây giờ vậy mình thấy ta cốt trăng cốt cỏ trong thủ răng cốt cỏ trong bớt ơi đồng nợ cá bớt đồng nợ cá đó bớt đồng nợ cá nơi studio đấy nơi studio rồi bấm rồi gọi rồi bấm studio rồi bấm và đây có bớt đồng nợ cá đó rắn thủ rắn bớt đồng nợ cá đó bớt đồng nợ cá nơi studio rồi bấm mũi cần lấy nơi nông đồng bọn mũi mua Nairobi đại ok dân vợ Việt đại có bọn rồi đi chọn ấy đây trong cội 10 tiền ở số nó bỏ chân đó có hát chết mất đại nè anh ấy bị bỏ việc also and just take kick đấy hơi dốt tài nghĩa bị take nó mà đi dốt mà này hơi dốt tài chán đó dốt tài khmei
ចេញពីតាមដងផ្លូវណាចេញពីលើផ្លូវដែលគាត់រឹងបានតាមផ្លូវណាដែលគាត់ជួបនៅតាមផ្លូវ like they found ដូចដែលពួកគេបានជួបបានពើបប្រទះខ្ញុំណា he want to show them គាត់ចង់អាវ៉ាន់នេះបានចង់ហ្មងគាត់ចង់បង្ហាញពួកគេណាថាបង្ហាញពួកគេថា dance របាំ can be របាំអាចជាហេតុអីបានល្ងាចថាយក B មកកន្លែងណាមានប្អូនមួយណែសួរលោកគ្រូណែបច្ចៈវេលោកគ្រូគាត់ឃើញ B នៅកណ្ដាលឃ្លាគាត់អត់ចេះប្រើគាត់ចេះបកលោកគ្រូចង់បញ្ជាក់កន្លែងហ្នឹងបន្តិចថា B វាទៅជា M ទៅជា H បានវាលើកលែងតែវា B ហ្នឹងប្រើជាប់នឹង subject ផ្ទាល់តែម្ដងណានេះ B នេះចុះហេតុអីបានជឿមក B នៅកណ្ដាលឃ្លាលោកគ្រូចង់បញ្ជាក់ថាករណីប្រើ B នៅកន្លែងនេះព្រោះយើងមានពាក្យ can មួយមានន័យថា verb ទី1 verb ទី1ដើមពាក្យរួចទៅហើយអញ្ចឹងពាក្យដូចយើងចង់ប្រើពាក្យជាអញ្ចឹងតែបើយើងងាយស្រួលងាយយល់ហ្មងបានថាខ្ញុំចង់ប្រើពាក្យជាយល់ទេយ៉ាងអញ្ចឹងមកពាក្យជាបើនៅកណ្ដាលឃ្លាលោកគ្រូសូមបញ្ជាក់ឡើងនេះវិញណាគាត់ចង់បង្ហាញពួកគេថារបាំអាចជាឃើញអត់អាចជាហេតុមិនមកជាពួកលោកគ្រូបានប្រាប់ហើយថា verb to be ណានៅចូលពីមុខverb to be នេះគឺត្រូវតែបកជាបងអាចជាមធ្យោបាយគេយ៉ាងអាចជាមធ្យោបាយដល់ទៅនឹងអនាគតដែលគាត់ល្អប្រសើរមួយដែរណាមួយអូខេទៅនឹងអនាគតដ៏ល្អប្រសើរជាងណាប្រៀបធៀបណា better បានថាល្អប្រសើរជាងចាអញ្ចឹងបានន័យថា B នេះយើងនៅប្រទេសទៀតច្រើនណាលោកគ្រូមិនទាន់កវែងចោលមិនទាន់ធ្វើផ្លេចទេលោកគ្រូនៅតែបញ្យល់ព្រោះលោកគ្រូដឹងថាអ្នករៀនភាសាអង់គ្លេសជួប B ហ្នឹងមកគឺអកូតភឹសក៏មានដែរណាអកូតភឹសក៏មានដែរអូខេយើងត he would also like nghe cái nhát would like nghe bài nhẹ the also like cái đôi khi này lại nè would also likeគាត់ក៏ចង់ណាចង់អីចង់ to move his family គាត់ក៏ចង់ផ្លាស់ប្ដូរទីលំនៅនៃគ្រួសាររបស់គាត់ណា out of គូវិនដាដែរណាបានន័យថាចេញពី out of ចេញពីគូវិនដាដែរនេះយ៉ាអញ្ចឹងបានន័យថានេះគឺជាកន្លឹះនៃការបកប្រែនិងចំណុចខ្លះដែលលោកគ្រូលើកយកមកបញ្ចូលនៅក្នុងមេរៀនដែលមានអូខេលោកគ្រូសូមបន្តបញ្ចប់អូខេ There was a terrible fire យ៉ាបានន័យថាកាលនោះមាន there was មកដូច there is ណា there is កាលនោះមាន a terrible fire មានអគ្គិភ័យគួរឲ្យខ្លាចមួយណានៅទីនោះបានន័យថាកាលនោះមានអគ្គិភ័យដែលគួរឲ្យខ្លាចមួយនៅទីនោះកាលពី last year កាលពីឆ្នាំទៅណាកាលពី last year បាននៅឆ្នាំមុនឆ្នាំទៅព្រោះភាសាខ្មែរនឹងឆ្នាំទៅឆ្នាំមុនអីចឹងតែយ៉ាគឺនៅក្នុងឆ្នាំ2000យ៉ា people lost their home បានន័យថាមនុស្សម្នាជាច្រើន sorry yeah មនុស្សម្នាជាច្រើនបានបាត់បង់ផ្ទះសម្បែង loss នឹងបាត់បង់
បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេជាច្រើនខ្នង including នៅក្នុងនោះ including នៅក្នុងនោះគឺមានទាំង his family ដែរក៏មានទាំងគ្រួសាររបស់គាត់ដែរអូខេនេះគឺជាខ្នាតអត្ថបទបញ្ចប់របស់ជីលណារបស់ជីលនៅលើទំព័រទី55ណាចប់ដោយបរិបូរណ៍អញ្ចឹងមានន័យថាប្រសិនបើបងប្អូនកូនក្មួយបានឃើញហើយណាបានរៀនហើយចោះចាប់ខ្លួនឯងយល់អត់ដឹងធ្វើម៉េចទេណាបានន័យថាការចេះដឹងការសន្សំទុកគឺសម្រាប់ខ្លួនឯងអូខេលោកគ្រូសូមអរគុណច្រើនហើយសូមជម្រាបលាណាសន្យាជួបគ្នានៅខ្សែវីដេអូក្រោយទៀតអូខេ goodbye